នៅថ្ងៃទី7ខែមីនានៅឯមជ្ឈមណ្ឌលអវកាសតានីហ្គាស៊ីម៉ានៅប៉ែកខាងត្បូងប្រទេសជប៉ុនរ៉ុកកែតអវកាសធុន H3 ត្រូវបានជប៉ុនបាញ់បង្ហោះដោយនៅលើនោះមានផ្ទុកផ្កាយរណបមួយគ្រឿងគឺផ្កាយរណប Daiichi 3ជាប្រភេទផ្កាយរណបប្រើដើម្បីសិក្សាអំពីភពផែនដី H3 គឺជារ៉ុកកែតអវកាសថ្មីស្រឡាងមួយដែលជប៉ុនទើបនឹងផលិតបានហើយថ្ងៃទី7មីនានេះគឺជាលើកទី2ហើយដែលគេប៉ុនប៉ងបាញ់បង្ហោះរ៉ុកកែតថ្មីមួយនេះក្រោយពីការបាញ់បង្ហោះលើកទី1កាលពីខែកុម្ភៈត្រូវបានគេលុបចោលដោយសារមានបញ្ហា motor របស់ booster ដែលជាហេតុធ្វើឲ្យ rocket មិនអាចហោះឡើងចេញផុតពីដីបាននៅក្នុងការបាញ់បង្ហោះនៅថ្ងៃទី7មីនា rocket ត្រូវបានបាញ់ចេញពីដីដោយជោគជ័យដោយគ្រប់ motor ទាំងអស់ទាំង motor របស់ទូ rocket កំណាត់ទី1ដែលនៅកណ្ដាលនិង motor របស់ booster ទាំងពីរដែលនៅអមសងខាងសុទ្ធតែមានដំណើរការជាធម្មតាជិត2នាទីក្រោយបាញ់ចេញពីដី booster ទាំងពីរត្រូវប្រើអស់ឥន្ធនៈហើយផ្ដាច់ខ្លួនចេញទម្លាក់ខ្លួនចូលទៅក្នុងសមុទ្រហើយជិត2នាទីបន្តមកទៀតនៅពេលដែល rocket ហោះឡើងទៅដល់កម្ពស់ជាង120គីឡូម៉ែត្រពីដីផុតស្រទាប់បរិយាកាសសម្បកដែលស្រោបក្បាល rocket ដើម្បីការពារទូផ្កាយរណបក៏ត្រូវបំបែកចេញគិតមកទល់នឹងត្រឹមនេះអ្វីមានដំណើរការល្អទៅតាមអ្វីដែលគេគ្រោងទុកហើយ5នាទីក្រោយបាញ់ចេញពីដី motor នៃកំណាត់ទី1ដែលប្រើអស់ឥន្ធនៈត្រូវបញ្ចប់ដំណើរការរួចហើយកំណាត់ទី1នេះក៏ត្រូវផ្ដាច់ខ្លួនចេញចាប់ពីដំណាក់កាលនេះហើយដែល rocket H3 នេះត្រូវជួបនឹងបញ្ហាតាមធម្មតាក្រោយពីដែលកំណាត់ទី1ត្រូវផ្ដាច់ចេញ rocket កំណាត់ទី2ដែលត្រូវបន្តដំណើរទៅមុខដើម្បីនាំយកផ្កាយរណបទៅដាក់នៅក្នុងគន្លងតារាវិថីក្នុងរយៈកម្ពស់ជាង600គីឡូម៉ែត្រពីដីក៏ប៉ុន្តែ motor កំណាត់ទី2នេះមានបញ្ហាហើយមិនអាចបញ្ឆេះបានប្រហែលជា5នាទីក្រោយពីដែលកំណាត់ទី1ផ្ដាច់ខ្លួនចេញគឺជាង10នាទីក្រោយបាញ់ចេញពីដីmotor កំណាត់ទី2នៅតែមិនអាចដំណើរការបានហើយអ្វីត្បិតតែនៅពេលនោះ rocket បានហោះឡើងទៅដល់កម្ពស់ជាង600គីឡូម៉ែត្រពីដីហើយក៏ដោយពូលគឺប្រហែលនៅរយៈកម្ពស់ដែលគេគ្រោងសម្រាប់ផ្កាយរណបក៏ប៉ុន្តែដោយសារតែគ្មានកម្លាំង motor កំណាត់ទី2ល្បឿនរបស់ rocket ត្រូវធ្លាក់ចុះយ៉ាងខ្លាំងដែលនេះគឺមានន័យថាទាំងផ្កាយរណបនិងទាំងទូ rocket កំណាត់ទី2នេះប្រកាសជានឹងត្រូវធ្លាក់ចុះមកដីវិញដែលមិនអាចស្ថិតនៅក្នុងគន្លងតារាវិថីបាននោះទេហើយដូច្នេះហើយបានជាមជ្ឈមណ្ឌលអវកាសជប៉ុនសម្រាប់បញ្ជូនសញ្ញាពីចម្ងាយបញ្ជាឲ្យ rocket បំផ្ទុះកំទេចខ្លួនឯងចោលដើម្បីជៀសវាងគ្រោះថ្នាក់នៅពេលដែលធ្លាក់ចុះមកលើដីវិញបរាជ័យនៃបេសកកម្មនេះវាមិនត្រឹមតែធ្វើឲ្យបាត់បង់ផ្កាយរណបនោះទេក៏ប៉ុន្តែជាងនេះទៅទៀតវាគឺជាដំណើរវិវត្តអវិជ្ជមានដ៏ចម្បងមួយសម្រាប់កម្មវិធីអវកាសរបស់ជប៉ុនពីព្រោះថាតាមគម្រោងគឺ rocket ធុន H3 នេះហើយដែលជាគន្លឹះសម្រាប់ឲ្យជប៉ុនបោះជំហានចូលប្រកួតប្រជែងក្នុងវិស័យអវកាសជាពិសេសប្រកួតប្រជែងក្នុងទីផ្សារផ្ដល់សេវាកម្មបាញ់បង្ហោះផ្កាយរណប Rocket H3 ដែលនឹងត្រូវចូលមកជំនួស Rocket ចំនួនមុនធុន H2B ត្រូវបានផលិតឡើងក្នុងគម្រោងសហប្រតិបត្តិការរវាងទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុន Mitsubishi គម្រោងដែលត្រូវចំណាយថវិកាសរុបរហូតដល់ទៅប្រមាណជា$1,500 លានរាប់ចាប់តាំងពីពេលចាប់ផ្ដើមឡើងកាលពីឆ្នាំ2013កន្លងទៅ Rocket H3 គឺជាប្រភេទ Rocket ធុនមធ្យមមួយមានប្រវែងសរុប63ម៉ែត្រចែកចេញជាពីរកំណាត់ដោយកំណាត់ទី1ក្រៅពី motor ធំនៅចំកណ្ដាលអាចត្រូវអមបន្ថែមជុំវិញដោយ booster ចំនួន2ឬ4អាស្រ័យទៅតាមទម្ងន់ដែលត្រូវផ្ទុកនិងប្រភេទនៃគន្លងតារាវិថីរបស់វា Rocket ធុន H3 នេះអាចផ្ទុកទម្ងន់បានក្នុងចន្លោះពី4តោនទៅ8តោនហើយអាចប្រើក្នុងបេសកកម្មទៅកាន់គន្លងតារាវិថីទាំងគន្លងតារាវិថីទាបទាំងគន្លងតារាវិថីប្រភេទ geostationary ហើយក៏អាចត្រូវកែលម្អបន្ថែមសម្រាប់បេសកកម្មទៅកាន់តែឆ្ងាយផងដែរគឺអាចរហូតទៅដល់ព្រះច័ន្ទទៅថ្ងៃអនាគតយោងតាមទីភ្នាក់ងារអវកាសជប៉ុន Rocket ធុន H3 មានលក្ខណៈពិសេសចម្បងពីរទី1វាគឺជាប្រភេទ Rocket ដែលងាយស្រួលបត់បែនទៅតាមប្រភេទបេសកកម្មជាអាចវាជា Rocket ដែលអាចបាញ់បង្ហោះដោយមិនចាំបាច់មាន booster ឬអាចភ្ជាប់ booster ត្រឹមតែ2ឬក៏អាចបន្ថែម booster រហូតដល់ទៅ4អាស្រ័យទៅតាមតម្រូវការរបស់បេសកកម្មនីមួយៗទី2ទៀត H3 គឺជា Rocket ដែលប្រើគ្រឿងផ្សំជាច្រើនផលិតឡើងតាមរយៈ 3D printing និងគ្រឿងផ្សំដែលមាននៅលើទីផ្សារជាទូទៅស្រាប់ហើយដែលគេប្រើក្នុងវិស័យឧស្សាហកម្មជាទូទៅដោយគេមិនចាំបាច់ផលិតឡើងជាពិសេសសម្រាប់តែ Rocket ទាំងនេះវាធ្វើឲ្យ Rocket H3 មានតម្លៃផលិតទាបហើយអាចផ្ដល់សេវាកម្មបាញ់បង្ហោះក៏នៅក្នុងតម្លៃទាបហើយដូច្នេះហើយបានជាជប៉ុនរំពឹងថា Rocket ធុន H3 ថ្មីនេះធ្វើត្បិតតែមិនមែនជាប្រភេទ Rocket ដែលអាចប្រើបានច្រើនដងក៏ប៉ុន្តែនៅតែអាចផ្ដល់សេវាកម្មក្នុងតម្លៃទាបអាចប្រកួតប្រជែងបានជាមួយនឹង Rocket ធុន Falcon 9របស់ក្រុមហ៊ុន SpaceX ទីភ្នាក់ងារអវកាសជប៉ុនធ្លាប់បានលើកឡើងថានៅពេលដែល Rocket ធុន H3 នេះត្រូវបាញ់បង្ហោះដោយជោគជ័យគេគ្រោងនឹងដាក់ឲ្យដំណើរការផ្ដល់សេវាកម្មបាញ់បង្ហោះបេសកកម្មអវកាស
ទាំងបេសកកម្មឯកជននិងបេសកកម្មអវកាសរបស់រដ្ឋាភិបាលជប៉ុនដោយធ្វើជាលក្ខណៈទៀងទាត់គ្រោងបាញ់បង្ហោះឲ្យបានរហូតដល់ទៅប្រមាណជា6ដងក្នុងមួយឆ្នាំសម្រាប់រយៈពេល20ឆ្នាំខាងមុខក៏ប៉ុន្តែសម្រាប់ពេលនេះអ្វីបានត្រឹមតែជាការរំពឹងទុកតែប៉ុណ្ណោះដោយ Rocket Thun H3 នេះនៅមិនទាន់អាចដាក់ឲ្យដំណើរការបានដោយជោគជ័យនៅឡើយហើយគិតមកទល់នៅពេលនេះទីភ្នាក់ងារអវកាសជប៉ុនក៏នៅមិនទាន់ឲ្យដឹងនៅឡើយដែរថាបរាជ័យកាលពីថ្ងៃទី7មីនាកន្លងទៅនេះតើវាកើតឡើងដោយសារមូលហេតុអ្វីពិតប្រាកដហើយតើនៅពេលណាទើបគេរំពឹងថានឹងអាចបាញ់បង្ហោះ Rocket នេះសាជាថ្មីម្ដងទៀតដើម្បីអាចចាប់ផ្ដើមដាក់វាឲ្យដំណើរការបាន